កម្មក៏ថែម៉ោង6កម្មក៏ថែម៉ោង6កន្លះឥឡូវចាញ់នេះតោះមកចាញ់មករោងចក្រខ្ញុំធ្វើតែរោងចក្រគេផ្សេងរោងចក្រជលបងដូចជាមួយគ្នារោងចក្រគេថែម៉ោងរោងចក្រខ្ញុំធ្វើនៅនេះវាអត់តន់ថែម៉ោងដោយសាររោងចក្រថ្មីចាស់នៅរោងចក្រគេផ្សេងដល់ម៉ោងចាញ់ជីវិតកម្មករចឹងហើយមិនទេបើមិនខំប្រឹងរអត់មានលុយចាយអត់មានលុយបង់លុយធនាគារចឹងក៏ខំប្រឹងធ្វើការមួយថ្ងៃពេញ8ម៉ោងហើយថែមម៉ោង2ម៉ោងទៀតជីវិតគឺជាការតស៊ូបើខ្វះការតស៊ូវាមិនអាចមានបានទេក៏ខំប្រឹងមិនបានមានសត្វមរឹកណាដែលរត់ចូលមាត់សីហៈដោយសីហៈមិនបានខំប្រឹងអញ្ចឹងតសីហៈនឹងខំប្រឹងដែរបានទៅបានសត្វមរឹកយកមកធ្វើជាចំណីឡាយដេកចាំសត្វហូររត់ចូលមាត់គ្មានទេអញ្ចឹងដូចយើងក៏អញ្ចឹងដែរបើមិនខំប្រឹងដោយខ្លួនឯងទេគ្មានពីណាគេមកជួយទេគ្មានពីណាគេមកខកខ្វាយមួយយើងទេមានតែយើងនឹងហើយដែលជាអ្នកខំប្រឹងដោយខ្លួនឯងយើងមានបានគេសារទៅយើងធ្លាក់ខ្លួនក្រពីពេលជ្រាយគេមិនសប្បាយចិត្តជាមួយយើងទេចឹងយើងត្រូវតែតស៊ូពុះពៀប្រកបស័ក្តិដើម្បីញ៉ាំងជីវិតរបស់យើងអ្នកឲ្យភ្លឺស្វាងឲ្យសប្បាយឲ្យទូធាឲ្យរុងរឿងសម្រាប់គ្រួសារសម្រាប់ប្រពន្ធកូនជីវិតនឹងយើងអ្នកមើលមិនឃើញទេអញ្ចឹងការរស់នៅកុំមើលងាយអូអ្នកឯងធ្វើការ office អ្នកនោះធ្វើការកម្មករមិននិយាយមិនរាប់អានវាទេនឹងការគិតដូចនេះគឺមិនត្រឹមត្រូវទេព្រោះមនុស្សម្នាក់គេមិនបានមកសុំបាយយើងហូបទេអញ្ចឹងការរស់នៅផ្សេងគ្នាអញ្ចឹងយើងគុំរស់នៅគុំបៀតបៀនកុំមើលងាយអ្នកដទៃព្រោះពាក្យមើលងាយរបស់យើងហ្នឹងវាចុងក្រោយវាធ្លាក់មកលើខ្លួនយើងវិញនៅក្នុងថ្ងៃណាមួយអញ្ចឹងយើងរស់នៅយើងចេះឲ្យអភ័យឲ្យគ្នាចេះយោគយល់ចេះស្រឡាញ់រាប់អានគ្នានឹងឯងហៅថាជីវិតពោពេញទៅដោយក្តីសុខទាំងផ្លូវកាយផ្លូវចិត្តបើយើងមួយថ្ងៃរស់នៅដោយការបៀតបៀនគ្នាអត់មានក្តីសុខសម្រាប់ខ្លួនឯងទេព្រោះនៅលក្ខណៈហៅថាទោសៈមោហៈពេញខ្លួនណាមនុស្សយើងកាលណាតែមានទោសៈនៅក្នុងខ្លួនច្រើនវារស់នៅអត់មានការសប្បាយទេព្រោះអត់មានសុភមង្គលទេព្រោះនៅគ្មានក្តីសុខសម្រាប់ខ្លួនឯងទេបាទដោយសារស្អីដោយសារក្នុងចិត្តយើងពោពេញទៅដោយទោសៈពោពេញទៅដោយគំនុំគុំគួនអធិធអីចឹងណាអញ្ចឹងយើងរស់នៅត្រូវផ្សាយមេត្តាធម៌ចេះយោគយល់គ្នាអព្យាស្រ័យគ្នានឹងឯងគឺជាក្តីសុខសម្រាប់ជីវិតរបស់យើងអ្នកបាទសូមអរគុណ